បងអូសូមជួយចុច Subscribe និង Like វីដេអូនេះមួយផងសូមអគុណតោះស្ដាប់ទាំងអស់គ្នាពេលមានអារម្មណ៍បាក់ទឹកចិត្តនេះជាវិធីមួយចំនួនដែលអាចជួយអ្នកបាន 1. ទទួលស្គាល់អារម្មណ៍របស់អ្នកកុំប៉ុនប៉ងបិទបាំងអារម្មណ៍អនុញ្ញាតឲ្យខ្លួនអ្នកយល់ដឹងនិងជួបជាមួយនឹងអារម្មណ៍នោះ 2. និយាយជាមួយនរណាម្នាក់ចែករំលែកបញ្ហារបស់អ្នកជាមួយមិត្តភ័ក្តិឬសមាជិកគ្រួសារដែលអ្នកជឿទុកចិត្ត 3. ថែរក្សាខ្លួនឯងញ៉ាំអាហារឲ្យបានពេញលេញសម្រាប់ឲ្យបានគ្រប់គ្រាន់និងធ្វើសកម្មភាពងាយដូចជាដើរតួតិច 4. សរសេរកំណត់ត្រាការសរសេរអារម្មណ៍និងគំនិតអាចជួយឲ្យអ្នកយល់អំពីខ្លួនឯងកាន់តែច្បាស់ 5. ធ្វើសកម្មភាពដែលអ្នកចូលចិត្តចំណាយពេលធ្វើអ្វីដែលធ្វើឲ្យអ្នករីករាយដូចជាស្ដាប់តន្ត្រីអានសៀវភៅឬហាត់ការ៉ាតេ 6. កុំខ្លាចសុំជំនួយប្រសិនបើអារម្មណ៍បាក់ទឹកចិត្តមិនបានធូរស្រាលតាមពេលវេលាការជំនួយពីអ្នកជំនាញគឺចាំបាច់ ចងចាំថាអារម្មណ៍បាក់ទឹកចិត្តគឺជាផ្នែកមួយនៃជីវិតហើយវានឹងកាន់តែប្រសើរឡើងតាមពេលវេលាអ្នកមិនឯកាទេហើយមានមនុស្សជាច្រើនដែលពោរពេញទៅដោយការយកចិត្តទុកដាក់ចំពោះអ្នក